ជំរាបសួរពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូទាំងអស់គ្នាទាំងនេះគឺជាសកម្មភាពរបស់ខ្ញុំខ្លះៗនៅពេលទៅរៀនសិក្ខាសាលាកញ្ចប់អំណានភាសាខ្មែរថ្នាក់ទី1លើកទី3ទាំង3ថ្ងៃតែម្ដងដើម្បីដឹងថាក្នុងរយៈពេល3ថ្ងៃខ្ញុំបានជួបសកម្មភាពអីខ្លះចាបែកកង់ម៉ូតូមួយខ្លះឥឡូវសូមអញ្ជើញពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូទៅទស្សនាវីដេអូទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំបានទៅរៀនសិក្ខាសាលាកញ្ចប់អំណានភាសាខ្មែរថ្នាក់ទី1លើកទី3កាលពីម្សិលមិញនេះឯងជំរាបសួរពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូទាំងអស់គ្នាសុខទុក្ខយ៉ាងណាហើយមួយរយៈនេះភ្លេចខ្លួនចូលដើមខែមិថុនាទៀតហើយគិតទៅនោះពេលវេលាដូចលឿនដល់ហើយពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាទៅតែ2024ថ្ងៃមុនសោះឥឡូវ2025ចង់ពាក់កណ្ដាលឆ្នាំទៀតហើយតោះកុំគិតរឿងហ្នឹងនាំតែឈឺក្បាលទេឥឡូវមកទស្សនាវីដេអូរបស់ខ្ញុំវិញចាថាតើខ្ញុំបានទស្សនវិជ្ជាអីខ្លះយកមកជូនពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូទាំងអស់គ្នាទស្សនានេះគឺជាវីដេអូដែលខ្ញុំបានទៅរៀនសិក្ខាសាលាកាលពីម្សិលមិញកញ្ចប់អំណានភាសាខ្មែរថ្នាក់ទី1លើកទី3ឃើញទេសភាពស្អាតហើយក៏ចង់ថតចែកជូនពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូក្នុងការទស្សនាឲ្យថាស្អាតខ្លាំងទៅមិនស្អាតខ្លាំងអីទេគ្រាន់តែថាចេះមានដើមឈើបែបបៃតងចាឃើញភ្នំពីចម្ងាយបែបរៀងថាធម្មជាតិចឹងណាឥឡូវពេលព្រឹកចាប់ហើយនេះពេលថ្ងៃម្ដងមុនចេញពីផ្ទះចាហើយក៏បានជិះម៉ូតូមកចាក៏ឃើញទេសភាពបែបបៃតងទៀតហ្នឹងហើយហើយនោះឃើញមានគោមានអីអញ្ចឹងណាហើយខ្ញុំក៏គិតថារូបភាពទាំងអស់ហ្នឹងក៏ជាចំណីភ្នែកម្យ៉ាងដែរពេលខ្លះពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូគ្រាន់តែឃើញទស្សនវិជ្ជាទាំងអស់ហ្នឹងក៏យើងអាចរំសាយអារម្មណ៍ stress បានដែរដូចថាមើលទៅចាឃើញព្រៃព្រឹក្សាចាឃើញមានសត្វគោអញ្ចឹងណាចាកំពុងស៊ីស្មៅចាបដាកូនបដាចៅអញ្ចឹងទៅហ្នឹងហើយបដាចៅទៀតគោចាក៏មួយយ៉ាងដែរហ្នឹងហើយដូចថារំសាយអារម្មណ៍ដែរស្មុគស្មាញមួយចំនួនដែរចាឃើញមានសន្ទូងសំណាបអញ្ចឹងទៅចាដល់ពេលហើយខ្ញុំក៏មកដល់ចាលោកគ្រូកាន់ដល់ម៉ោងល្មមហ្នឹងហើយលោកគ្រូកាន់ម៉ោងចាហើយក៏ដើរចូលចាបន្ទាប់មកក៏រៀនបានបន្តិចក៏មានអាហារសម្រន់ចាអាហារសម្រន់ខ្ញុំកាលពីម្សិលមិញគឺសាវម៉ាហើយចុះលោកគ្រូអ្នកគ្រូចាអាហារសម្រន់របស់លោកគ្រូអ្នកគ្រូអីដែរអញ្ចឹងណាដែលរៀនកញ្ចប់អំណានសិក្ខាសាលាភាសាខ្មែរថ្នាក់ទី1ដូចខ្ញុំដែរអញ្ចឹងបន្ទាប់ពីអាហារសម្រន់ហើយក៏បានចូលមកក្នុងថ្នាក់វិញហើយក៏បានអនុវត្តក្រុមតូចជាមួយសមាជិកក្រុមចាម្ដងម្នាក់អញ្ចឹងណាអំពីមេរៀនចារបៀបបង្រៀនមូសិកតនក៏ប៉ុន្តែលំអិតទៅលើ3ចំណុចទេសកម្មភាពគោល3ទេពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូចាទី1គឺការស្គាល់អក្សរថ្មីទី2ការស្គាល់តួអក្សរថ្មីទី3ការអានព្យាង្គនិងពាក្យចាចំណែកចំណុចផ្សេងទៀតគឺដូចគ្នាហើយនេះលើកតែ3ចំណុចហ្នឹងយកមកទេចានេះពេលល្ងាចខ្ញុំចេញមកវិញចាម៉ោង5ជាងហើយចាពេលចេញមកចឹងទៅចាក៏ឃើញបៃតងថតចាផ្ញើជូនពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូទស្សនាទៀតមានភ្នំមានអីចឹងណាចាចេះតែមើលលេងទៅពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូហ្នឹងហើយចាតែឃើញមែនតែនណាដល់ទៅពេលមើលទៅនោះឃើញមានត្រីចាមានសត្វអណ្ដើកមួយណគេកំពុងបលែងលេងនៅក្នុងកង្គាចាអូយមើលទៅដូចមានសក្តីសុខដល់ហើយចឹងវីដេអូរបស់ខ្ញុំទៅសិក្ខាសាលាកាលពីម្សិលមិញចាគឺមានតែប៉ុណ្្នឹងឯងអរគុណពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូក្នុងការចូលរួមទស្សនានេះគឺជាវីដេអូដែលខ្ញុំទៅរៀនសិក្ខាសាលាកញ្ចប់អំណានភាសាខ្មែរថ្នាក់ទី1លើកទីនៅក្នុងថ្ងៃទី2ដែលត្រូវជាថ្ងៃនេះតែម្ដងជំរាបសួរពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូទាំងអស់គ្នាគ្រាន់តែបើកក្បាលវីដេអូភ្លាមពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូអាចប្រហែលជាឆ្ងល់ថាចថ្ងៃនេះខ្ញុំអត់ជិះម៉ូតូខ្លួនឯងអញ្ចឹងថ្ងៃចុះម៉ូតូខ្ញុំទៅណាចាថ្ងៃនេះខ្ញុំជិះម៉ូតូជាមួយនឹងលោកគ្រូនាយករងចាដែលលោកគ្រូគាត់ទៅរៀនសិក្ខាសាលាកញ្ចប់អំណានភាសាខ្មែរថ្នាក់ទី1ចាជាមួយខ្ញុំដែរហ្នឹងដោយសារតែម៉ូតូខ្ញុំគ្រាន់តែផឹកព្រលឹមឡើងចាបែកកង់តែម្ដងអូយមើលអ្នកម៉ូតូបែកកង់គេចាមើលទៅទឹកមុខដូចអត់មានពិបាកចិត្តអីមិនតិចសោះតបមកក៏មកដល់សាលាហើយក៏អង្គុយរៀនមេរៀនប្រកបចាហើយនេះគឺជាសកម្មភាពខ្ញុំចាដែលឡើងអនុវត្តជាមួយនឹងសមាជិកក្រុមចាម្នាក់ម្ដងក្នុងការបង្រៀនមេរៀនប្រកបហើយមើលកាយវិការដល់កហើយចាកាយវិការហ្នឹងមានន័យថាចាបំផុសកូនសិស្សអញ្ចឹងណាចាឲ្យចេញពាក្យបកហ្នឹងហើយអូមើលចានិយាយពីថាអស់តោះកាយវិការបន្ទាប់ពីរៀនពីព្រឹកហើយក៏បានចេញមកវិញចាមកដណ្ដប់ជាងហើយពិតជាអរគុណមែនតែនចាដល់លោកគ្រូនាយករងថ្ងៃស្ញាប់ថ្ងៃហ្នឹងគឺចាលោកគ្រូដឹកខ្ញុំចាទៅមកទាំងព្រឹកទាំងល្ងាចតែម្ដងចាដោយសារតែម៉ូតូប៉ះហត់ទាន់ហើយទេចាខ្វះថ្ងៃបែកកង់ចាបែកចំថ្ងៃដែលជាងមានទរៈរវល់ចឹងទៅចាតោះមកពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូមកយើងមកមើលទេសភាពនៅតាមដងផ្លូវវិញអូនិយាយពីថាលងលួចដល់ហើយចាពណ៌បៃតងទៀតហើយចាអត់មានអីទេពុកម៉ែបងប្អូនលោកគ្រូចាមានតែតាមដងផ្លូវមានគោចាមានដើមត្នោត
ចាហើយមានបែបពណ៌បៃតងហើយថ្នល់តែប៉ុណ្ណឹងចាមានភ្នំមានអីហ្នឹងអត់មានអីទេ មើលម្សិលមួយថ្ងៃហ្នឹងអីដូចតែគ្នាទេចាចុះធ្វើម៉េចបើធ្វើដំណើរតែផ្លូវតែមួយហ្នឹងឯងអញ្ចឹងឥឡូវនេះក៏បានមករៀនពេលរសៀលហើយរៀនបានបន្តិចក៏បានជាមួយនឹងបងដែលជាសិក្ខាកាមហ្នឹងឯងគឺអាហារសម្រន់ពេលថ្ងៃត្រង់ចានេះផ្លែតឡុងតុងហ្នឹងឯងអូនិយាយពីថាដាក់ឲ្យអត់មែនងុយគេងហ្នឹងឯងនិយាយពីថាលេបទឹកមាត់ក្អឺក្អឺហ្មងចាដាក់ទៅស្វាងចាស់តែម្ដងអញ្ចឹងបន្ទាប់ពីអាហារសម្រន់ហើយចាក៏បានចូលថ្នាក់វិញហើយខ្ញុំក៏ឡើងអនុវត្តក្រុមធំចាគឺឡើងបង្រៀនចារបៀបបង្រៀនមេរៀនផ្ញើជើងរៀនចំណងជើងថាចាកជើងងកងកជើងណខ្នកជើងមកខ្មកជើងរក្រនិងកជើងលក្លចាហើយនេះគឺជាសកម្មភាពចានៃការបរៀនរបស់ខ្ញុំចាហើយជាមួយលោកគ្រូអ្នកគ្រូហ្នឹងឯងអញ្ចឹងពីហ្នឹងគឺដើរតួជាគ្រូអញ្ចឹងចំណែកឯលោកគ្រូអ្នកគ្រូចាផ្សេងទៀតគឺពួកគាត់ចាដើរតួធ្វើជាសិស្សអញ្ចឹងទៅហ្នឹងឯងអញ្ចឹងបន្ទាប់ពីបរៀនហើយចាជាមួយលោកគ្រូអ្នកគ្រូឧទ្ទេសនិងលោកគ្រូអ្នកគ្រូដែលជាសិក្ខាកាមដូចគ្នាហ្នឹងចាក៏នាំគ្នាថតរូបទុកជាអនុស្សាវរីយ៍អីចាទុកជាអនុស្សាវរីយ៍សូមបញ្ជាក់ជូនពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូថាសិក្ខាសាលាអត់តាន់ចាប់ទេចានៅថ្ងៃស្អែកមួយថ្ងៃទៀតហើយនេះគឺជាគ្រូឧទ្ទេសរបស់ខ្ញុំចាស្រស់មែនតើអញ្ចឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូឧទ្ទេសចានិងលោកគ្រូអ្នកគ្រូដែលជាសិក្ខាកាមចាពួកយើងនាំគ្នាថតរូបរួចហើយក៏ពេលល្ងាចល្មមហ្នឹងឯងអញ្ចឹងក៏ត្រឡប់មកផ្ទះវិញរៀងខ្លួនអញ្ចឹងវីដេអូរបស់ខ្ញុំនៅក្នុងសិក្ខាសាលាកញ្ចប់អំណាចភាសាខ្មែរថ្នាក់ទី1លើកទី3នេះក៏ចប់ប៉ុណ្ណឹងឯងចាអរគុណពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូក្នុងការចូលរួមទស្សនាធ្លាប់តែដាក់កិច្ចការផ្ទះឲ្យកូនសិស្សធ្វើឥឡូវនេះគ្រូបឋមមកអង្គុយធ្វើកិច្ចការផ្ទះដែរ សូមស្វាគមន៍ពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូទាំងអស់នេះគឺជាសកម្មភាពខ្លះៗរបស់ខ្ញុំនៅក្នុងសិក្ខាសាលាកញ្ចប់អំណាចភាសាខ្មែរថ្នាក់ទី1លើកទី3ហើយថ្ងៃនេះផងដែរក៏ជាថ្ងៃបញ្ចប់នៃសិក្ខាសាលាតែម្ដងអញ្ចឹងបន្ទាប់ពីការមើលទេសភាពភ្នំហើយពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូចាឃើញខ្ញុំធ្វើដៃ3ចាមិន style 3 OK អីទេចាគឺមានន័យថាសិក្ខាសាលាកញ្ចប់អំណាចភាសាខ្មែរថ្នាក់ទី1ហ្នឹងគឺនៅក្នុងថ្ងៃទី3នឹងឯងចាអញ្ចឹងគ្រាន់តែមកដល់សាលាភ្លាមខ្ញុំក៏ទៅរកកន្លែងញ៉ាំបាយមកពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូមកញ៉ាំបាយមួយខ្ញុំចាហៅយកគួយណាកុំថាញ៉ាំមែនតែន ចឹងបន្ទាប់ពីខ្ញុំអង្គុយញ៉ាំបានតិចចាក៏ឃើញលោកគ្រូនាយករងចាគាត់អញ្ជើញមកកន្លែងញ៉ាំបាយដែរហើយនិយាយពីថារសជាតិបាយឆាឆ្ងាញ់ឆ្ងាញ់ចានេះទឹកមុខអ្នកធ្វើបាយឆាអញ្ចឹងបានបាយឆ្ងាញ់ម្លឹងបើអ្នកលក់ស្រស់ឲ្យស្រស់ម្លឹងចឹងបន្ទាប់ពីខ្ញុំញ៉ាំបាយហើយចាក៏ចូលមករៀននៅសិក្ខាសាលាតែម្ដងនៅថ្ងៃនេះថ្ងៃទី3អញ្ចឹងរៀនអំពីលំនាំបង្រៀនព្យាង្គតម្រួតអញ្ចឹងណាចាហ្នឹងហើយអញ្ចឹងបន្ទាប់ពីអនុវត្តក្រុមតូចហើយក៏ដល់ពេលចេញលេងចាហើយពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូចាឃើញសកម្មភាពនៅក្នុងវីដេអូនេះគឺពួកខ្ញុំកំពុងតែធ្វើកិច្ចការផ្ទះឯលោកគ្រូឧទ្ទេសចាគាត់ដាក់ឲ្យធ្វើហ្នឹងហើយតាក់ទងជាមួយនឹងរបៀបបង្រៀនមេរៀនព្យាង្គតម្រួតចារបៀបបង្រៀនមេរៀនប្រកបក្តីហើយនិងរបៀបបង្រៀនចាមេរៀនផ្ញើជើងចាធ្វើបដាចានិយាយលេងជាមួយលោកគ្រូអ្នកគ្រូចាដែលជាសិក្ខាកាមដូចគ្នាបដាអីកុំឲ្យធ្វើកិច្ចការផ្ទះចាឈឺក្បាលពេកចាគ្រូបឋមយូរចារៀនយូរកាត់តែក្មេងបឋមដែរពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូ សួរថាកាត់កន្លែងណាចាគឺការរៀនគឺលេងគឺរៀនអញ្ចឹងគ្រូបឋមបរៀនយូរទៅចាពេលរៀនអញ្ចឹងទៅពេលធ្វើកិច្ចការអញ្ចឹងទៅចាចង់តែសប្បាយដែរយើងសប្បាយខ្លះអញ្ចឹងណាយើងលេងខ្លះទៅចាកុំរៀនពេកកុំតែគិតពេកចាតែអញ្ចឹងអត់កើតទេចាមុខឆាប់ចាស់ហើយបច្ចុប្បន្នកំពុងឲ្យមុខចាស់ស្រាប់ផងអញ្ចឹងបើយើងគិតពេកចាអត់កើតទេចាលេងខ្លះអីខ្លះសប្បាយខ្លះអីខ្លះឲ្យមើលទៅចាកុំឲ្យមុខនឹងចេះតែចាស់ជាងអាយុពេកនិយាយរឿងចាស់ជាងអាយុនេះចាមិនដឹងប៉ះគ្រូបឋមណាខ្លះទេចាកុំខឹងអីណាខ្ញុំគ្រាន់តែយកការពិតមកនិយាយលេងទេអញ្ចឹងបន្ទាប់ពីរៀនចប់ហើយពីព្រឹកចាក៏ចេញមកផ្ទះវិញចាឃើញដើមថ្នោតផ្លែច្រើនពេកក៏ឆ្លៀតថតផ្ញើជូនពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូចាម្នាក់មកផ្លែទៅក៏មកដល់ផ្ទះចាសម្រាប់បានបន្តិចឥឡូវដល់ម៉ោងចេញដំណើរទៅទៀតហើយចានេះគឺពេលរសៀលនេះតែម្ដងអញ្ចឹងពេលដែលខ្ញុំមកដល់ចាអត់ទាន់មានលោកគ្រូអ្នកគ្រូគាត់អញ្ជើញមកទេចាឥឡូវអញ្ជើញមកបដាហើយហ្នឹងហើយឥឡូវនេះក៏ចាប់ផ្ដើមចារៀបចំតុចារៀបចំបន្ទប់ថ្នាក់រៀនណាចាដើម្បីអង្គុយរៀន PLP ចា Primary Learning Program ហ្នឹងឯងចាហើយនេះក៏ជាសកម្មភាពចាអំឡុងពេលរៀនអញ្ចឹងណាចាលោកគ្រូគាត់បានប្រាប់អំពីរបៀបរៀនចាធ្វើម៉េចអញ្ចឹងទៅរបៀបទាញយកវិញ្ញាបនបត្រធ្វើម៉េចអញ្ចឹងទៅណាដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាហើយអំពីសារៈសំខាន់នៃ PLP ចាថា PLP ហ្នឹងគឺពិតជាដើរតួយ៉ាងសំខាន់មែនទែនចាក្នុងការជួយបងប្អូនចាសិស្សដែលគាត់រៀនយឺតអញ្ចឹងសកម្មភាពខ្លះៗរបស់ខ្ញុំនៅក្នុងសិក្ខាសាលាកញ្ចប់អំណាចភាសាខ្មែរថ្នាក់ទី1លើកទី3នៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអរគុណពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូទាំងអស់គ្នាក្នុងការចូលរួមទស្សនា